វិបត្តិការទូតវាមិនមែនកើតឡើងដោយសារតែការបាញ់គ្នាឬក៏ការប្រើកម្លាំងទេប៉ុន្តែភាគច្រើនក៏វាអាចកើតចេញមកពីការប្រកាសជា personal Nagrata ឬក៏ការហៅវិលត្រឡប់មកវិញជំរាបសួរអ្នកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំសេនីតដូច្នេះប្រធានបទថ្ងៃនេះយើងនឹងនិយាយទាក់ទងអំពីនីតិវិធីក្នុងការដោះស្រាយវិបត្តិការទូតអញ្ចឹងដែលយើងផ្ដោតសំខាន់ទៅលើ3ចំណុចធំៗរួមមានទី1ហ្នឹងគឺជាការហៅវិលត្រឡប់មកវិញហើយមួយទៀតគឺការផ្ដោតតាមរយៈព័ត៌មាននិងចុងក្រោយគេហ្នឹងគឺការប្រកាសជា personal Nagrata ហើយចូលមកដល់ចំណុចទី1គឺការហៅវិលត្រឡប់មកវិញអញ្ចឹងបើយើងមើលឲ្យនៃបើយើងមើលតាមន័យការហៅវិលត្រឡប់មកវិញក្នុងន័យការទូតហ្នឹងវាអាចផ្ដោតសំខាន់ទៅលើនីតិវិធីឬក៏វិធីសាស្ត្រមួយដែលរដ្ឋហ្នឹងគាត់ប្រើប្រាស់វិធានការហ្នឹងក្នុងការកោះហៅមន្ត្រីការទូតឬក៏អគ្គរដ្ឋទូតខ្លួនហ្នឹងវិលត្រឡប់មករដ្ឋដើមរបស់ខ្លួនវិញដោយសារនៅក្នុងការកើតមានបញ្ហាឬក៏ករណីណាមួយដែលយើងមិនអាចមើលឃើញអញ្ចឹងទៅវាមិននៅសុករដ្ឋរបស់យើងក៏ហៅអគ្គរដ្ឋទូតឬក៏មន្ត្រីការទូតហ្នឹងមកសុកដើមរបស់ខ្លួនវិញដល់ឯងទេអូខេហើយមួយវិញទៀតហើយសកម្មភាពនៃការហៅហ្នឹងវាមិនបានន័យថារដ្ឋហ្នឹងក្នុងទំនាក់ទំនងការទូតរដ្ឋហ្នឹងត្រូវបានផ្ដាច់ទំនាក់ទំនងគ្នាទាំងស្រុងទេប៉ុន្តែវាប្រៀបដូចជាសញ្ញាមួយដែលបង្ហាញថាកម្រិតនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរហ្នឹងវាត្រូវបានមានការថយចុះឬក៏ការផ្ដាច់ទំនាក់ទំនងក្នុងផ្នែកណាមួយបន្ថយមិនផ្ដាច់ទេប៉ុន្តែថាបន្ថយទំនាក់ទំនងក្នុងផ្នែកណាមួយចឹងទៅហើយការហៅវិលត្រឡប់មកវិញហ្នឹងវាក៏ជាផ្នែកមួយជួយការពារផលប្រយោជន៍ជាតិរបស់រដ្ឋទទួលផងដែរមិនត្រឹមតែជាការបង្ហាញអំពីគោលចំហក្នុងការមិនពេញចិត្តទៅលើសកម្មភាពរបស់រដ្ឋទទួលហ្នឹងទេវាជាសកម្មភាពដែលជួយក្នុងការដោះស្រាយបញ្ហាចំនួនកាត់បន្ថយនៅភាពតានតឹងរវាងទំនាក់ទំនងនយោបាយឬក៏បញ្ហាណាមួយដែលកើតឡើងជាក់ស្ដែងរវាងទំនាក់ទំនងនៃប្រទេសទាំងពីរនឹងហើយនឹងមួយវិញទៀតវាក៏អាចជួយការពារនៅផ្នែកសុខសុវត្ថិភាពរបស់អគ្គរដ្ឋទូតក៏ដូចជាមន្ត្រីការទូតរបស់យើងដែលគាត់បានដាក់ទូតក៏ដូចជាបំពេញភារកិច្ចកិច្ចការនៅក្នុងរដ្ឋទទួលនឹងអញ្ចឹងដោយសារតែការមើលឃើញសម្លឹងមើលឃើញពីបញ្ហាមួយចំនួនដែលអាចតទៅជាមួយនឹងសិទ្ធិមនុស្សឬក៏សង្គមណាមួយអញ្ចឹងទៅជាក់ស្ដែងដែលអាចជាផលរំខានឬក៏តទៅជាមួយនឹងសុវត្ថិភាពរបស់មន្ត្រីការទូតឬអគ្គរដ្ឋទូតរបស់យើងមួយវិញទៀតយើងសួរថាតាមនៅសុកហ្នឹងរដ្ឋយើងហ្នឹងគាត់ហៅអគ្គរដ្ឋទូតមន្ត្រីការទូតយើងមកដល់ខ្លួនឯងឬក៏យ៉ាងណាអញ្ចឹងវាកាត់ចេញពីបញ្ហាមួយចំនួនក៏ដូចជាអាចមកពីបណ្ដាលមកពីរដ្ឋមន្ត្រីរបស់យើងគាត់អស់អាណត្តិឬក៏មានការផ្លាស់ប្ដូរតម្លៃណាមួយអញ្ចឹងទៅដែលតម្រូវឲ្យរដ្ឋាភិបាលក៏ដូចជារដ្ឋហ្នឹងតម្រូវឲ្យកោះហៅមន្ត្រីការទូតរបស់យើងដែលគាត់បំពេញបេសកកម្មឬក៏ភារកិច្ចដែលភារកិច្ចការទូតនៅក្នុងរដ្ឋទទួលហ្នឹងមកស្រុកកំណើតវិញក្នុងការផ្លាស់ប្ដូរមុខងារឬក៏បំពេញភារកិច្ចណាមួយដូចជាខ្ញុំបានលើកឡើងបង្ហាញអំពីការអស់អាណត្តិហើយនឹងការផ្លាស់ប្ដូរតំណែងអញ្ចឹងទៅហើយមួយវិញទៀតដូចបញ្ហាផ្សេងៗដែលតកតងជាមួយនឹងបញ្ហាការកើតមាននៅចំនួនក៏ដូចជាវិបត្តិផ្សេងៗរវាងនយោបាយសេដ្ឋកិច្ចឬក៏សន្តិសុខណាមួយដែលជាហេតុធ្វើឲ្យរដ្ឋរបស់យើងតម្រូវឲ្យកោះហៅមន្ត្រីការទូតរបស់យើងមកវិញអញ្ចឹងការពារអធិបតេយ្យភាពឬក៏ផលប្រយោជន៍ជាតិនិងជាពិសេសផ្នែកសុខសុវត្ថិភាពរបស់មន្ត្រីការទូតយើងតែម្ដងហើយលើសពីនេះផងដែរក៏យើងអាចមើលឃើញថាវាមិនត្រឹមតែបញ្ហាទាំង3ខាងលើហ្នឹងទេវាអាចបណ្ដាលមកពីរដ្ឋទទួលហ្នឹងគាត់ប្រកាសមន្ត្រីការទូតរបស់យើងក៏ដូចជាអគ្គរដ្ឋទូតរបស់យើងជា personal Nagrata ដែលអាចកើតចេញពីសកម្មភាពក៏ដូចជាសន្តិភាពអាចបង្ហាញពីសកម្មភាពណាមួយដែលមន្ត្រីការទូតរបស់យើងហ្នឹងគាត់ធ្វើខុសពីលក្ខខណ្ឌឬមួយក៏ច្បាប់ដែលរដ្ឋទទួលហ្នឹងគាត់បានដាក់កំណត់អីចឹងទៅឬក៏អាចមកពីមន្ត្រីការទូតហ្នឹងគាត់ប្រើប្រាស់មុខងារភារកិច្ចក៏ដូចជាសកម្មភាពរបស់ខ្លួនហ្នឹងផ្ទុយពីទូនាទីរបស់ខ្លួនដែលជាហេតុតម្រូវឲ្យរដ្ឋទទួលហ្នឹងគាត់ប្រកាសមន្ត្រីការទូតហ្នឹងជា personal Nagrata អញ្ចឹងជាប្រកាសជា personal Nagrata ហ្នឹងវាអាចជាផ្នែកមួយក្នុងការជំរុញឲ្យការកើតមាននៃការហៅវិលត្រឡប់មកវិញនឹងផងដែរអូខេចំណុចបន្ទាប់គេនឹងនិយាយតាក់ទងជាមួយនឹងការតាមរយៈការផ្ដល់ព័ត៌មានអញ្ចឹងតាមការរយៈការផ្ដល់ព័ត៌មាននេះដែរវាគឺជាផ្នែកមួយយ៉ាងសំខាន់ដែរគេផ្ដល់ឲ្យអ្នកតំណាងទូតបានន័យថាអ្នកតំណាងទូតអ្នកមន្ត្រីរាជការមន្ត្រីការទូតឬក៏អគ្គរដ្ឋទូតរបស់យើងហ្នឹងគាត់មិនមែនត្រឹមតែជាអ្នកតំណាងទូតក៏ដូចជាអ្នកតំណាងឲ្យរដ្ឋរបស់ខ្លួនក្នុងការបំពេញកាតព្វកិច្ចឬក៏កិច្ចចរចាណាមួយទេប៉ុន្តែវាគឺជាក្របខ័ណ្ឌច្បាប់មួយដែលគេផ្ដល់ឲ្យមន្ត្រីរាជការទៀតផ្ដល់ឲ្យមន្ត្រីការទូតហ្នឹងឲ្យគាត់មានសិទ្ធិពេញលេញក្នុងការបំពេញភារកិច្ចរបស់គាត់ដូចជាការប្រមូលព័ត៌មានការវិភាគព័ត៌មាននិងការផ្ដល់ព័ត៌មានទាំងអស់នោះទៅដល់រដ្ឋរបស់ខ្លួនវិញហើយមួយវិញទៀតតាមរយៈការផ្ដល់ព័ត៌មាននេះផងដែរគឺវាត្រូវបានទទួលស្គាល់ដោយអនុសញ្ញានៃទីក្រុងវីយ៉ែនផងដែរនៅក្នុងឆ្នាំ1961ហ្នឹងដែលនិយាយទាក់ទងជាមួយនឹងទំនាក់ទំនងការទូតនេះតែម្ដងដែលនៅក្នុងនេះក៏គេសង្កត់ធ្ងន់គឺគេផ្ដោតសំខាន់ទៅលើធ្វើយ៉ាងណាឲ្យអ្នកការទូតហ្នឹងគាត់អាចស្វែងយល់អំពីលក្ខខណ្ឌក៏ដូចជាវិធីសាស្ត្រផ្សេងៗក្នុងការធ្វើប្រតិបត្តិការក៏ដូចជាបេសកកម្មរបស់ខ្លួនក្នុងទំនាក់ទំនងការទូតជាមួយនឹងប្រទេសដទៃហ្នឹងឲ្យមានការចូលរួមក្នុងការអភិវឌ្ឍ
ជាមួយគ្នាទៅវិញទៅមកអភិវឌ្ឍប្រទេសអីផ្សេងៗអញ្ចឹងទៅតាមរយៈការប្រមូលព័ត៌មានគឺផ្ដល់ព័ត៌មានទៅរដ្ឋរបស់ខ្លួនវិញទៅហើយមួយវិញទៀតបើយើងសង្កត់ធ្ងន់ទៅលើទូនាទីជាចម្បងនៅក្នុងផ្នែកនេះតែម្ដងចំពោះមន្ត្រីការទូតក៏ដូចជាអគ្គរដ្ឋទូតរបស់យើងអញ្ចឹងអគ្គរដ្ឋទូតហ្នឹងនៅក្នុងន័យនេះក៏បានន័យថាអគ្គរដ្ឋទូតត្រូវតែធ្វើយ៉ាងណាប្រមូលព័ត៌មានទាំងផ្នែកសេដ្ឋកិច្ចសង្គមវប្បធម៌ឬក៏នយោបាយផ្សេងៗពីប្រទេសដែលខ្លួនកំពុងតែបំពេញបេសកកម្មបំពេញភារកិច្ចនៅក្នុងរដ្ឋដែលទទួលយើងហ្នឹងធ្វើការប្រមូលព័ត៌មានទាំងអស់ហ្នឹងដើម្បីវិភាគក៏ដូចជាផ្ដល់ជាអនុសាសន៍ផ្សេងៗជូនទៅដល់រដ្ឋរបស់ខ្លួនវិញហើយការផ្ដល់នេះដែរអាចតាមរយៈក្រសួងការបរទេសប្រទេសក៏បានដែរហើយមួយវិញទៀតឧទាហរណ៍ជាក់ស្ដែងដូចជាខ្ញុំឧទាហរណ៍លើប្រទេសថៃចុះអញ្ចឹងបានន័យថាយើងមានអគ្គរដ្ឋទូតក៏ដូចជាមន្ត្រីការទូតរបស់យើងបំពេញភារកិច្ចនៅក្នុងប្រទេសថៃហ្នឹងអញ្ចឹងអគ្គរដ្ឋទូតក៏ដូចជាមន្ត្រីការទូតរបស់យើងហ្នឹងគឺគាត់មានកាតព្វកិច្ចធ្វើយ៉ាងណាប្រមូលហេតុការណ៍ទាំងឡាយដែលកើតមាននៅក្នុងរដ្ឋនៅក្នុងប្រទេសថៃហ្នឹងទាំងសង្គមសេដ្ឋកិច្ចឬក៏នយោបាយផ្សេងៗហ្នឹងប្រមូលក៏ដូចជាកំណត់កត់ត្រាអីផ្សេងៗហើយធ្វើការវិភាគហើយបញ្ជូនព័ត៌មានទាំងអស់ហ្នឹងមកស្រុកខ្មែរយើងវិញអញ្ចឹងអានេះគឺជាផ្នែកមួយដែលបង្ហាញអំពីអ្នកការទូតហ្នឹងអាច show ឬមួយក៏អាចធ្វើឲ្យកម្ពុជារបស់យើងអាចដឹងពីហេតុការណ៍ក៏ដូចជារឿងរ៉ាវផ្សេងៗដែលកើតមាននៅក្នុងប្រទេសថៃហើយអាចធ្វើឲ្យកម្ពុជារបស់យើងបង្កើតគោលការណ៍ក៏ដូចជាធ្វើយ៉ាងណាដើម្បីទប់ស្កាត់ឬមួយក៏បញ្ហាផ្សេងៗដែលអាចកើតមានដែលអាចកើតមានរវាងប្រទេសទាំងពីរហ្នឹងអញ្ចឹងទៅហើយមួយទៀតអ្នកការទូតហ្នឹងត្រូវតែប្រកាសថាព័ត៌មានដែលខ្លួនឯងបានប្រមូលហ្នឹងស្របតាមផ្លូវច្បាប់ត្រឹមត្រូវជៀសវាងការប្រមូលបានដោយខុសច្បាប់ដូចជាតាមរយៈអង្គើចោរកម្មឬមួយក៏ចាត់ចូលការជ្រៀតជ្រែកទៅលើកិច្ចការផ្ទៃក្នុងរបស់គេជាដើមហើយដើម្បីប្រមូលព័ត៌មានហ្នឹងបានត្រឹមត្រូវហ្នឹងអ្នកការទូតហ្នឹងអាចប្រមូលតាមរយៈការចោះជួបដោយផ្ទាល់ជាមួយនឹងមន្ត្រីរាជការរបស់រដ្ឋហ្នឹងតែម្ដងឬមួយក៏អ្នកជំនួយអ្នកមានចំណេះដឹងអីផ្សេងៗជាដើមហើយមួយវិញទៀតអាចប្រមូលព័ត៌មានហ្នឹងតាមរយៈក្រសួងសាធារណៈផ្សេងៗរបស់រដ្ឋជាម្ចាស់ផ្ទះហ្នឹងហើយលើពីនោះផងដែរបើយើងសង្កត់ឲ្យធ្ងន់ទៅការតាមរយៈការផ្ដល់ព័ត៌មាននឹងផងដែរវាពិតជាមានសារៈសំខាន់ដែលធ្វើឲ្យរដ្ឋរបស់យើងនេះគាត់ដឹងអំពីស្ថានភាពក៏ដូចជាស្ថានភាពទាំងនយោបាយទាំងសង្គមសាធារណៈទាំងសង្គមឬក៏ដូចជាសេដ្ឋកិច្ចអីផ្សេងៗក្នុងការឲ្យរដ្ឋក៏ដូចជារដ្ឋាភិបាលហ្នឹងគាត់អាចរៀបចំគោលនយោបាយបានត្រឹមត្រូវដើម្បីការពារក៏ដូចជាទប់ស្កាត់នៅបញ្ហាផ្សេងៗដែលអាចកើតមានឡើងនាពេលអនាគតអីជាដើមចូលដល់ចំណុចបន្ទាប់គេនិយាយតាក់ទងជាមួយនឹងមនុស្សដែលគេមិនអាចទទួលយកបានដែលយើងសម្ដៅទៅលើ personal និង creta ហ្នឹងអញ្ចឹង personal និង creta ហ្នឹងយើងមើលឲ្យជាក់ទៅវាសម្ដៅទៅលើស្ថានភាពមួយដែលគេបង្ហាញអំពីការមិនពេញចិត្តទៅលើមន្ត្រីការទូតឬអគ្គរដ្ឋទូតដែលគេដែលគាត់បានបំពេញកាតព្វកិច្ចរបស់ខ្លួនហ្នឹងនៅក្នុងរដ្ឋទទួលហ្នឹងហើយរដ្ឋទទួលហ្នឹងអាចប្រាប់ personal និង creta ហ្នឹងដើម្បីប្រឆាំងហើយក៏ដូចជាបង្ហាញអំពីការមិនពេញចិត្តឲ្យមន្ត្រីការទូតឬអគ្គរដ្ឋទូតហ្នឹងបន្តបំពេញភារកិច្ចរបស់ខ្លួននៅក្នុងរដ្ឋរបស់ខ្លួនបានតទៅទៀត yes ហើយបើយើងសួរថានៅសុកតើរដ្ឋទទួលនឹងអាចប្រើប្រាស់ personal data នឹងបានដោយឯកឯងឬមួយក៏បានតាមចិត្តតែចង់បើមិនមែននៅសុកទេប្រើប្រាស់គោលការណ៍ក៏ដូចជាការប្រើប្រាស់នៅបកការបាននៅ personal និង data នឹងទេអញ្ចឹងវាកើតឡើងដោយសារមូលហេតុមួយចំនួនអាចមកពីមន្ត្រីរាជការឬក៏មន្ត្រីរាជការទេមន្ត្រីការទូតឬក៏ដូចជាអគ្គរដ្ឋទូតនឹងក៏ប្រើប្រាស់ភារកិច្ចរបស់ខ្លួនក៏ដូចជាកាតព្វកិច្ចរបស់ខ្លួននឹងផ្ទុយពីច្បាប់ក៏ដូចជាផ្ទុយអាចផ្ទុយពីគោលការណ៍ដែលរដ្ឋទទួលនឹងក៏បានកំណត់អីចឹងទៅហើយលើកពីនេះទៅទៀតអាចមកពីមន្ត្រីការទូតនឹងគាត់ចូលរំលោភក៏ដូចជាចូលជ្រៀតជ្រែកទៅលើកិច្ចការផ្ទៃក្នុងរបស់រដ្ឋអីចឹងទៅអញ្ចឹងដែលជាហេតុធ្វើឲ្យរដ្ឋដែលទទួលគាត់អត់ពេញចិត្តកាលណាគេអត់ពេញចិត្តអញ្ចឹងគេនឹងប្រកាសគេនឹងប្រកាសpersonal និង creta ហ្នឹងទៅលើមន្ត្រីការទូតហ្នឹងហើយការប្រកាសហ្នឹងផងដែរគឺគេអាចអ្នកដែលប្រកាសក៏ដូចជារដ្ឋដែលទទួលហ្នឹងគាត់អាចមានសិទ្ធិប្រកាសដោយមិនបាច់បញ្ជាក់ពីហេតុផលច្បាស់លាស់ទេហើយមួយវិញទៀតចុះបើសិនជាយើងប្រើប្រាស់ការប្រកាស personal និង creta ហ្នឹងទៅវាអាចជះផលអីគេបានខ្លះអញ្ចឹងវាអាចមានជះផលពីរទី1បើយើងសំដៅទៅលើផលវិជ្ជមានអញ្ចឹងបើផលសំដៅទៅលើផលវិជ្ជមានសំដៅទៅលើយើងជាម្ចាស់ផ្ទះអញ្ចឹងបានន័យថាបើយើងជាម្ចាស់ផ្ទះយើងអាចប្រើគោលការណ៍ហ្នឹងដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនការពារបានន័យថាការពារសិទ្ធិសេរីភាពការពារផលប្រយោជន៍ជាតិរបស់ខ្លួនមិនមែននៅសុកឲ្យរដ្ឋដទៃហ្នឹងចូលមកជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់យើងបានទេអញ្ចឹងវាអាចបែកការសម្ងាត់ក៏ដូចជាប៉ះពាល់ទៅដល់ផ្នែកនយោបាយសេដ្ឋកិច្ចក៏ដូចជាប្រទេសរបស់យើងទាំងមូលចំពោះមួយផ្នែកទៀតអាចសម្រួលទៅដល់ជួយកាត់បន្ថយនៅបញ្ហាចំនួនក៏ដូចជាដោះស្រាយនៅបញ្ហាផ្សេងៗដែលអាចនឹងកើតមានចំពោះស្ថានភាពតានតឹងនឹងផងដែរហើយបើយើងកន្លែងមកមើលផលអវិជ្ជមានវិញវាអាចបង្កឲ្យមានផលអវិជ្ជមានហ្នឹងបើយើងសំដៅទៅលើរដ្ឋដែលបញ្ជូនមកអញ្ចឹងកាលណារដ្ឋបញ្ជូនអ្នកការទូតនឹងមកវាអាចធ្វើឲ្យរដ្ឋអ្នកបញ្ជូនហ្នឹងគាត់អាចមានភាពមិនពេញចិត្ត
បណ្ដេញថាបាត់បង់ទំនុកចិត្តទៅលើរដ្ឋដែលទទួលនឹងហើយអញ្ចឹងតែកាលណាគឺប្រកាសហ្នឹងបានន័យថាបើសិនជាគេវាប្រៀបដូចជាគេបណ្ដេញអ្នកការទូតរបស់ខ្លួនចេញពីប្រទេសរបស់គេអញ្ចឹងគេជួយបំផ្លាញមុខមាត់របស់ប្រទេសអញ្ចឹងណាអញ្ចឹងកាលណាបំផ្លាញមុខមាត់របស់ប្រទេសធ្វើឲ្យប្រទេសអ្នកបញ្ជូនហ្នឹងគាត់បាត់បង់ទំនុកចិត្តភាពជឿជាក់ទៅលើប្រទេសដែលទទួលហ្នឹងហើយអញ្ចឹងធ្វើឲ្យស្ថានភាពគោលការណ៍ស្ថានភាពនយោបាយទំនាក់ទំនងការបរទេសរវាងប្រទេសទាំងពីរហ្នឹងត្រូវបានធ្លាក់ចុះមួយកម្រិតទៀតទោះបីជាយើងដឹងថាមន្ត្រីការទូតឬក៏អគ្គរដ្ឋទូតរបស់យើងនឹងមានអភ័យឯកសិទ្ធិក៏ដោយតែបើសិនជាគាត់ប្រើប្រាស់នៅអភ័យឯកសិទ្ធិរបស់ខ្លួននឹងផ្ទុយពីភារកិច្ចគឺកាតព្វកិច្ចក្នុងបេសកកម្មរបស់គាត់អញ្ចឹងបានន័យថារដ្ឋដែលជារដ្ឋទទួលនឹងគឺមានសិទ្ធិប្រើប្រាស់ personal data នឹងក្នុងការការពារខ្លួនក៏ដូចជាបង្ហាញពីការបំពេញចិត្តទៅលើអគ្គរដ្ឋទូតនឹងក៏ដូចជាមន្ត្រីការទូតនឹងតែម្ដងចុះបើយើងកន្លែងមកមើលករណីសិក្សាជាក់ស្ដែងកាលពីឆ្នាំ2022និង2023ដែលមានការកើតមានឡើងរវាងសង្គ្រាមរុស្ស៊ីហើយនិងអ៊ុយក្រែនអញ្ចឹងការកើតមានសង្គ្រាមរវាងប្រទេសទាំងពីរហ្នឹងបានធ្វើឲ្យប្រទេសដទៃទៀតដែលគាត់បានធ្វើការដាក់ទូតទៅលើប្រទេសទាំងពីរហ្នឹងហើយបើយើងមើលចំគឺការសំខាន់ទៅលើប្រទេសរុស្ស៊ីតែម្ដងអញ្ចឹងបើសិនជាការកើតមានសង្គ្រាមរវាងប្រទេសទាំងពីរហ្នឹងបានធ្វើឲ្យប្រទេសដែលនៅលោកខាងលិចហ្នឹងគាត់ធ្វើការកោះហៅមន្ត្រីការទូតក៏ដូចជាអគ្គរដ្ឋទូតរបស់ខ្លួនដែលគាត់បានបញ្ជូនមកបំពេញបេសកកម្មភារកិច្ចនៅក្នុងប្រទេសរុស្ស៊ីហ្នឹងទៅរដ្ឋរបស់ខ្លួនវិញដែលសកម្មភាពហ្នឹងអាចបញ្ជាក់អំពីភាពមិនពេញចិត្តទៅលើចំនួនក៏ដូចជាស្ថានភាពនយោបាយស្ថានភាពសន្តិសុខរវាងប្រទេសទាំងពីរហ្នឹងដែលកំពុងតែកើតមានចំនួនរវាងរុស្ស៊ីនិងអ៊ុយក្រែនតែម្ដងប៉ុន្តែផ្ទុយទៅវិញយើងឃើញថារុស្ស៊ីហ្នឹងគាត់អត់មាននៅស្ងៀមទេគាត់ក៏បានប្រើនៅវិធានការក៏ដូចជាគោលការណ៍ personal data ហ្នឹងឡើងតែម្ដងក្នុងការបណ្ដេញអគ្គរដ្ឋទូតក៏ដូចជាមន្ត្រីការទូតដែលធ្វើការដាក់ទូតនៅក្នុងប្រទេសរបស់គាត់នឹងចេញហើយមិនបញ្ជាក់ពីហេតុផលអីអញ្ចឹងស្ថានភាពដែលគាត់បានប្រើគោលការណ៍នៅ personal data ហ្នឹងអញ្ចឹងវាសោះបញ្ជាក់អំពីរុស្ស៊ីនឹងគាត់បានការពារអធិបតេយ្យភាពរបស់ខ្លួនក៏ដូចជាការពារផលប្រយោជន៍របស់ខ្លួនមិននៅសុកឲ្យគេបង្ហាញសកម្មភាពណាមួយបំពេញចិត្តទៅលើប្រទេសរបស់គាត់ទេអញ្ចឹងយើងក្នុងនាមយើងជាម្ចាស់ផ្ទះហ្នឹងក៏អាចបង្ហាញអំពីការបង្ហាញអំពីចំហក្នុងការតវ៉ាពីសកម្មភាពរបស់រដ្ឋបញ្ជូនរបស់បានផងដែរដូច្នេះសរុបមកវិញនីតិវិធីក្នុងការដោះស្រាយបញ្ហាការទូតក៏ដូចជាវិបត្តិការទូតនេះដែលផ្ដោតសំខាន់ទៅលើ3ចំណុចសំខាន់ៗរបស់យើងហ្នឹងមានការហៅត្រឡប់ទៅវិញការហៅត្រឡប់មកវិញតាមរយៈការផ្ដល់ព័ត៌មាននិងការបង្ហាញជា personal data ដែលយើងហៅថាមនុស្សមិនអាចទទួលយកបានហ្នឹងគឺវាមានភាព relate គ្នាបើសិនជាយើងជារដ្ឋជាម្ចាស់ផ្ទះយើងអាចប្រើគោលការណ៍ personal data ហ្នឹងបានបើសិនជាមានរដ្ឋណាមួយដែលអគ្គរដ្ឋទូតរបស់អគ្គរដ្ឋទូតក៏ដូចជាមន្ត្រីការទូតរបស់ខ្លួនហ្នឹងបំពេញបេសកកម្មនៅក្នុងរដ្ឋរបស់យើងហើយផ្ទុយពីភារកិច្ចក៏ដូចជាគោលការណ៍ដែលយើងបានកំណត់ហើយមួយវិញទៀតបើសិនជាយើងដាក់មន្ត្រីការទូតក៏ដូចជាអគ្គរដ្ឋទូតរបស់ខ្លួននៅក្នុងប្រទេសណាមួយគឺយើងអាចប្រើវិធានការមួយដែលយើងហៅថាការហៅវិត្រឡប់មកវិញការហៅវិត្រឡប់មកវិញនឹងបានដែលហៅអគ្គរដ្ឋទូតមន្ត្រីការទូតរបស់យើងដែលបំពេញបេសកកម្មហ្នឹងនៅក្នុងរដ្ឋដទៃហ្នឹងមករដ្ឋរបស់យើងវិញបានហើយមួយវិញទៀតគឺប្រសំខាន់ទៅលើមន្ត្រីការទូតហ្នឹងមន្ត្រីការទូតឬអគ្គរដ្ឋទូតនឹងតែម្ដងក្នុងនាមខ្លួនឯងជាតំណាងរបស់រដ្ឋមិនត្រឹមតែជាអ្នកចរចាអញ្ចឹងត្រូវតែប្រមូលព័ត៌មានក៏ដូចជាធ្វើយ៉ាងណាប្រមូលព័ត៌មានហ្នឹងតាមរយៈស្របច្បាប់ជៀសវាងការផ្ទុយពីច្បាប់ហើយនឹងជ្រៀតជ្រែកទៅលើគោលការណ៍ក៏ដូចជាច្បាប់របស់រដ្ឋដែលគេបានកំណត់ហ្នឹងហើយធ្វើយ៉ាងណាប្រមូលព័ត៌មានទាំងអស់បញ្ជូនទៅរដ្ឋរបស់យើងវិញដើម្បីចាត់វិធានការក៏ដូចជាបង្កើតគោលនយោបាយណាមួយទប់ស្កាត់ក៏ដូចជាការពារកុំឲ្យមានបញ្ហាណាមួយកើតឡើងនាពេលអនាគតក៏ដូចជាប៉ះពាល់ទៅដល់ទំនាក់ទំនងធ្វើភាគីទំនាក់ទំនងជាមួយនឹងរដ្ឋដទៃហ្នឹងរដ្ឋជាមួយរដ្ឋទំនាក់ទំនងការទូតជាមួយនឹងរដ្ឋដៃគូសហការអូខេអញ្ចឹងវីដេអូថ្ងៃនេះបញ្ចប់តែប៉ុណ្ណឹងសូមអរគុណអ្នកគ្រូនិងអរគុណអ្នកទាំងអស់គ្នាដែលបានចូលរួម